កម្ពុជាកំពុងមានញឹកសាងសង់និងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវឲ្យរួចរាល់មុនពេលព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ2023គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ KEMSOC បានបញ្ជាក់ថាហេដ្ឋារចនាសម្ព័ន្ធផ្លូវគាំទ្រខាងក្រៅពីគោលស្ពានជ្រោយចង្វាបាញ់ឆ្ពោះទៅមហាវិថីឈ្នះដល់ពហុកីឡារដ្ឋានជាតិមរតកតេជោស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារាជធានីភ្នំពេញនឹងត្រូវសាងសង់និងជួសជុលកែលម្អមុនពេលស៊ីហ្គេមលើកទី32ឆ្នាំ2023ចូលមកដល់លើសពីនេះទៅផ្លូវមួយខ្សែសម្រាប់ស៊ីហ្គេម2023នឹងត្រូវបានកំណត់អាទិភាពក្នុងចំណោមផ្លូវស្របគ្នាជាច្រើនខ្សែដើម្បីបង្ការគ្រោះថ្នាក់និងដឹកជញ្ជូនប្រតិភូអត្តពលិកមកប្រកួតឲ្យទាន់ពេលវេលានេះជាការលើកឡើងរបស់ឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងទេសចរនិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32ឆ្នាំ2023 KEMSOC នៅក្រៅបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ KEMSOC ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតថងខុនរដ្ឋមន្ត្រីក្រសួងទេសចរនិងជាអនុប្រធានអចិន្ត្រៃយ៍ KEMSOC ការព្រឹកថ្ងៃទី11ខែតុលាឆ្នាំ2022នៅពហុកីឡារដ្ឋានជាតិមរតកតេជោលោកវត្តចម្រើនបានគូបញ្ជាក់ថាកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ដឹកនាំដោយឯកឧត្តមបណ្ឌិតថងខុនក្រោមការចង្អុលបង្ហាញពីសម្ដេចពិជ័យសេនាទាបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិ KEMSOC ត្រួតពិនិត្យឲ្យបានរួចរាល់មុន100ថ្ងៃប្រការនេះមានន័យថាចាប់ពីខែមករាឆ្នាំ2023គឺការត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមត្រូវឲ្យបានរួចរាល់ទាំងអស់ហើយកម្ពុជានឹងធ្វើកម្មវិធី Cambodia Ready សម្រាប់ស៊ីហ្គេមឆ្នាំ2023លោកអគ្គលេខាធិការបន្ថែមទៀតថាចំណុចសំខាន់នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំបានដាក់ចេញនៅពីចំណុចសំខាន់ទី1គឺហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ពហុកីឡារដ្ឋានជាតិមរតកតេជោដូចជាប្រព័ន្ធផ្លូវថ្នល់ប្រព័ន្ធភ្លើងប្រព័ន្ធលូដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាំមកជួបលោកអ្នកដោយគម្រោងកោះកុង City ជាគម្រោងផ្ទះអាជីវកម្មកណ្ដាលក្រុងកោះកុងចាប់បើកលក់ហើយចម្ងាយត្រឹមតែ100ម៉ែត្រពីផ្សារដងតុងទីរួមខេត្តតែប៉ុណ្ណោះងាយស្រួលទិញដើម្បីប្រកបអាជីវកម្មនិងវិនិយោគចំណេញទំនាក់ទំនងលេខទូរស័ព្ទរាជធានីភ្នំពេញបានកសាងផ្លូវតភ្ជាប់3ខ្សែពីស្ពានជ្រោយចង្វាមកមហាវិថីឈ្នះឆ្ពោះមកពហុកីឡារដ្ឋានជាតិមរតកតេជោក្រៅពីផ្លូវសំខាន់គឺផ្លូវជាតិលេខ6និងផ្លូវជាតិលេខ5ដែលមានប្រព័ន្ធផ្លូវប្រទាក់ក្រឡាគ្នាជាច្រើនខ្សែលោកបានបញ្ជាក់ថាលើបញ្ហានេះមិនមានក្តីបារម្ភពីការកកស្ទះក្នុងពេលកម្ពុជាប្រារព្ធពិធីបើកបិទឬក្នុងអំឡុងពេលប្រកួតស៊ីហ្គេមលើកទី32នៅថ្ងៃទី5ដល់ថ្ងៃទី17ខែឧសភាឆ្នាំ2023នោះទេគ្រប់ដំណើរការសាងសង់ផ្លូវនិងផ្លូវដែលកំពុងដំណើរការជួសជុលកែលម្អដូចជាមហាវិថីឈ្នះជាដើមត្រូវរួចរាល់មុនពេលស៊ីហ្គេមឆ្នាំ2023ជាមួយនឹងសោភ័ណភាពដ៏ស្រស់ស្អាតផងដែរលោកបានថ្លែងបន្តថាជាមួយគ្នានេះផ្លូវមួយខ្សែ SEA Games Land នឹងត្រូវរៀបចំសម្រាប់ SEA Games នៅឆ្នាំ2023ដោយអនុញ្ញាតឲ្យតែរថយន្តដឹកជញ្ជូនប្រតិភូកីឡាករកីឡាការិនីតែប៉ុណ្ណោះការបើកបរផ្សេងៗដែលមិនមានអាទិភាពត្រូវប្រើប្រាស់ផ្លូវរណបផ្សេងៗដើម្បីបញ្ជាការកកស្ទះចរាចរណ៍មិនបង្កគ្រោះថ្នាក់ក្នុងគោលបំណងឲ្យប្រតិភូអត្តពលិកមកប្រកួតទាន់ពេលវេលាដូច្នេះហើយទើបយើងរៀបចំកិច្ចសហការរបស់គណៈកម្មាធិការជាតិ KEMSOC និងអាជ្ញាធរដើម្បីជំរុញឲ្យមហាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យអាស៊ាន Property នឹងនាំព័ត៌មានអចលនទ្រព្យជំវិញតំបន់អាស៊ានទៅកាន់អស់លោកអ្នក